ទុនទឹមពេលដែលប្រទេសថៃបដិសេធមិនទាន់ចូលរួមប្រទេសវៀតណាមចូលរួមនៅក្នុងបប BOP គឺ Board of Peace គឺក្រុមប្រឹក្សាសន្តិភាពពិភពលោករបស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Donald Trump គឺក្នុងនាមជាខ្មែរសមាជិកមែនទែនដែលរដ្ឋាភិបាលមានការតាំងចិត្តចូលរួមបាទខ្ញុំសមាជិកមែនទែនបងប្អូនបាទដើម្បីរក្សាស្ថិរភាពដែនដីអធិបតេយ្យដែនដីរបស់កម្ពុជាក្នុងនាមជាខ្មែរខ្ញុំសប្បាយចិត្តបងប្អូនហើយឥឡូវនេះបងប្អូនឃើញថាពិភពលោកកំពុងតែបាទផ្ដោតអារម្មណ៍ទៅលើប្រទេសចិនបាទប្រទេសចិនកំពុងមានបញ្ហាធ្ងន់ធ្ងរវឹកវរខ្លាំងមែនទែនដែលបណ្ដាលនៃដឹកនាំជាន់ខ្ពស់ជាច្រើនត្រូវបានគេចាប់ខ្លួនបាត់ខ្លួនមិនដឹងយ៉ាងម៉េចគេហៅមកប្រជុំគេដកទូរស័ព្ទមើលហើយគេក៏បាត់ខ្លួនទៅណាបាទវឹកវរមែនទែនគោលនយោបាយរបស់ប្រទេសចិនហើយតើផ្ទាល់នៅក្នុងបាទណាបាទប្រទេសតៃវ៉ាន់តើតៃវ៉ាន់មាននយោបាយយ៉ាងម៉េចដែរអំពីបញ្ហាហ្នឹងតៃវ៉ាន់ថានៅតែរក្សាគោលចំហការពារតៃវ៉ាន់ឲ្យបានទោះបីប្រទេសចិនផ្លាស់ប្ដូរយ៉ាងម៉េចក៏ដោយ